นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนำประกาศนาសូមលើកកំបងអញ្ជលីហាត់ទាំងពីរក្រាបសំពះនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតដោយសេចក្តីគោរពជ្រះថ្លាស្ងប់ស្ងាយដល់ក្រៃលែងសូមនមស្ការថ្វាយបង្គំព្រះអង្គគ្រូចារិកាវត្តព្រៃទុំនិងប្រធេរានុធេរៈគ្រប់ព្រះអង្គដែលគង់នៅទីអាវាសវត្តនេះនិងសូមចម្រើនពរចំពោះគ្រូដោយសេចក្តីរាប់អានដល់ក្រៃលែងចម្រើនពរចំពោះលោកយាយលោកតាពុទ្ធបរិស័ទប្រុសស្រីដែលបានចូលរួមយ៉ាងច្រើននៅក្នុងពិធីបុណ្យថ្ងៃនេះហើយបានឱកាសក្នុងការប្រកាសសម្ដែងនៅព្រះធម៌បានជាគំនិតនិងស្មារតីនៅក្នុងការបដិបត្តិហើយអធិស្ឋានពីលោកគ្រូនិងញាតិញោមកណ្ដាគុណចាស់ផងមិញហ្នឹងជាប់វង្វេងនៅក្នុងវដ្តសង្សារនឹងវែងផ្លូវទៅដល់កពោតទៅដល់ខេត្តហើយបានគេស៊ូទៅព្រៃទុំហ្នឹងមកក្រោយវិញហើយអាផ្លូវកវត្តក្រុងហ្នឹងបាត់ឆ្វេងទៅដល់ឆ្វេងវៀងទៅដល់ក្រុងទៅទៀតក្នុងវដ្តសង្សារហ្នឹងគឺវង្វេងដោយអវិជ្ជាចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងគម្ពីរអភិធម្មបរិច្ឆេទទី1ហ្នឹងគឺអំណាចនៃមោហៈគឺអវិជ្ជាហ្នឹងវង្វេងរហូតដល់ទៅ8ប្រការគឺការមិនឃើញទុក្ខហេតុនាំឲ្យកើតទុក្ខទីរំលត់ទុក្ខការបដិបត្តិដើម្បីឲ្យរួចចាកទុក្ខជាដើមហ្នឹងគឺយើងវាអត់តន់មានបញ្ញាបច្ចៈច្បាស់ហើយវាអត់ឃើញការពិតដែលកើតឡើងចំពោះជីវិតជាប្រកដីដូចជាព្រះត្រៃលក្ខណ៍ហ្នឹងដោយសារតែយើងហ្នឹងវាអត់តន់មានបញ្ញាឃើញដល់ពេលវាអត់តន់មានបញ្ញាឃើញយើងវានៅក្នុងវដ្តសង្សារហ្នឹងពោពេញទៅដោយពុលណាពុលទៅដោយលោកធម៌ដោយការទៅសើដោយការបានលៀបបានយោះបានសេចក្តីសុខដល់ពេលយើងទទួលយកអាផ្នែកល្អដល់ពេលផ្នែកអាក្រក់វាកើតឡើងយើងអត់ទទួលហើយបើយើងអត់ទទួលឲ្យនរណាទទួលក្រៅពីយើងបើយើងកសាងដោយខ្លួនឯងយើងបង្កើតដោយខ្លួនឯងយើងទទួលដោយខ្លួនឯងសេចក្តីពិតវាមានប្រកបសម្រាប់ជីវិតជាប្រកដីរបស់យើងហ្នឹងចឹងហើយបានទៀមទាឲ្យមានការស្ដាប់ប្រធោជាប្រកដីហ្នឹងបានជាគំនិតគឺបញ្ញាឃើញនៅរបស់ទាំងអស់ហ្នឹងមិនទៀងជាទុក្ខជាអនត្តាដែលព្រះអង្គសម្ដែងសព្ពេសង្ខារាអនិច្ចតិយទាបញ្ញាយបស្សតិអដ្ឋនិបណ្ឌតិទុក្ខេអេសមេកោវិសុទ្ធិយាអញ្ចឹងហ្នឹងហើយគឺមានន័យថាយើងនឹងមើលវាអត់តន់ឃើញនៅធัวទាំងឡាយដែលមិនទៀងហ្នឹងព្រោះវាអត់តន់មានបញ្ញាណាដល់ពេលយើងវាអត់តន់មានបញ្ញាអាការឃើញកម្រិតទាបហ្នឹងក៏វាអត់តន់ឃើញទៀតរហូតដល់អាកម្រិតខ្ពស់ទៀតក៏យើងវាអត់តន់ឃើញព្រោះយើងហ្នឹងវាអត់តន់បានបង្កើននៅភាពចេះដឹងផ្នែកខាងពុទ្ធិនឹងឲ្យច្រើនអញ្ចឹងហើយបានព្រះពុទ្ធព្រះអង្គសម្ដែងនៅក្នុងសូត្រជាច្រើនដូចជានៅក្នុងគម្ពីរព្រះសតន្តបិដកអង្គតរនិកាយឯកនិបាតឬក៏ទុកនិបាតបិដកខ្មែរលេខ40នៅក្នុងបឋមភាគហ្នឹងក៏ព្រះអង្គបានសម្ដែងអំពីសារៈប្រយោជន៍នៃព្រះធម៌រហូតដល់ព្រះអង្គសម្ដែងចេះទៀតព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយសភាវៈធោតែមួយគត់បុគ្គលមិនបានទូលមានហើយមិនបានរក្សាហើយមិនបានចម្រើនហើយមិនបានគ្រប់គ្រងហើយអ្នកនោះឯងគឺជាបុគ្គលដែលមានទោសដ៏ធ្ងន់រហូតដល់ព្រះអង្គសម្ដែងទៀតមានភិក្ខុទាំងឡាយអ្នកដែលបានរក្សាហើយគ្រប់គ្រងហើយអប់រំហើយទូលមានហើយរមែងញ៉ាំងប្រយោជន៍នេះឲ្យកើតគឺប្រយោជន៍ដ៏ធំអានឹងសួរលោកគ្រូចឹងតើប្រយោជន៍ដែលមិនបានចម្រើនដល់ធំនឹងប្រយោជន៍អីហើយចម្រើនប្រយោជន៍ឲ្យកើតហើយប្រយោជន៍ធំនឹងប្រយោជន៍អីណាសូមជួយលោកគ្រូអនុមោទនាគណៈតញ៉ាំកណាសូមនមស្ការថ្វាយបង្គំជំបីនៃបត្រៃរតដែលជារតនៈដកដងឧត្តមសើពងខ្ពស់លើសលោក
ដោយសេចក្តីគោរពកោតក្រែងនិងញាប់ញែងដល់ក្រៃលែងនឹងសូមនមស្ការថ្វាយបង្គំកណាគុណចាស់ព្រះអង្គគ្រប់ព្រះអង្គទាំងអស់ដែលនិមន្តគង់នៅនាវត្តព្រៃតំក្នុងឃុំព្រៃឃ្មុំស្រុកទឹកឈូខេត្តកំពតនេះក្នុងពិធីបុណ្យដោយគុណចាស់ព្រះអង្គគ្រូបានប្រកាសម្ដែងហើយនឹងថ្វាយបង្គំគុណចាស់ព្រះអង្គដែលបានប្រកាសសម្ដែងនៅពធព្រះអង្គព្រះនាមឆាតសុឆេតណាជាធម្មកថាដល់3ដបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយនឹងសូមអនុញ្ញាតដើម្បីបានចូលរួមជាធម្មទានឆ្លើយបញ្ហាពីប្រយោជន៍ធំដុំដែលគុណចាស់បានលើកឡើងប្រយោជន៍ដែលគុណចាស់បានលើកឡើងជាបញ្ហាគឺតេតងទៅនឹងការដែលយើងយល់អំពីតម្លៃនៃជីវិតនេះឯងចឹងប៉ុណ្ណាដោយដែលគុណចាស់បានលើកបញ្ជាក់អំពីការដែលសត្វលោកយើងនៅវិលវល់ក្នុងវដ្តសង្សារហ្នឹងដោយមានអវិជ្ជាជាប្រធាននៃវដ្តហ្នឹងការដែលច្រឡំផ្លូវអីតិចតួចចឹងមិនជាអីទេមិនឈ្មោះថាជាការវង្វេងនៅក្នុងអរិយវិន័យអីនោះឡើយក៏ណាតែរឿងវង្វេងដែលគុណចាស់លើកឡើងគឺវដ្តសង្សារនឹងឯងចឹងហើយពេលនេះគឺមានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ចង្អុលបង្ហាញប្រាប់ផ្លូវចឹងហើយយើងដឹងផ្លូវហើយតលតែដើរទៀតបានដល់ចឹងមិនដើរគឺមិនដល់ទេណាសម្រាប់ផ្លូវហ្នឹងចឹងហើយនៅក្នុងការសម្រេចប្រយោជន៍នេះបើប្រៀបទៅដូចជាព្រះអាទិត្យណាដែលរះឡើងហ្នឹងក៏មានតែជះរស្មីរុងរឿងភ្លឺចិញ្ចាចចិញ្ចែងញ៉ាំងផែនពុសធានឹងឯងឲ្យបានភ្លឺស្វាងអ្នកស្រុកអ្នកភូមិធ្វើនៅកិច្ចការងារដោយពន្លឺព្រះអាទិត្យកណ្ដាមានកសិកម្មណាកិច្ចការងារដាំដុះឬក៏ពួកបាសាបាសីមរគីក្នុងព្រៃណាដែលនឹងត្រូវរកចំណីអាហារវេលាថ្ងៃណាក៏អាស្រ័យនឹងពន្លឺព្រះអាទិត្យក៏ណាព្រះអាទិត្យរះឡើងបានញ៉ាំងប្រយោជន៍ច្រើនណាស់ឲ្យដល់លោកនេះនឹងឯងទាំងរុក្ខជាតិតិនជាតិអីហ្នឹងក៏បានរស់រៀនមានជីវិតមានពណ៌ខៀវបៃតងស្រស់បានរស់ដោយសារពន្លឺព្រះអាទិត្យហ្នឹងចឹងបានញ៉ាំងលោកនឹងឲ្យប្រព្រឹត្តទៅក្នុងកិច្ចការងារបានគ្រប់មុខហើយដល់ទៅពេលអស់ស្ដង់គត់រលត់ទៅក៏ល្អមនុស្សចូលចិត្តមើលព្រះអាទិត្យលិចនៅមាត់សមុទ្រដីនៅណាសៀមរាបលើខ្នងភ្នំបាក់ខែងជាដើមទាំងគឺល្អទាំងពេលរះឡើងមានកម្លាំងដែលជះរស្មីរហូតដល់ទៅព្រះពុទ្ធអង្គទ្រង់
ព្រះអង្គលើកយកព្រះអាទិត្យនឹងឯងមកសម្ដែងជាឧបមាប្រៀបធៀបណាទៅនឹងការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធដែលព្រះអង្គមានផៅពងណាដល់ពងខ្ពស់ដូចជាព្រះអាទិត្យណាអតិចពន្ធុក៏ណាជាផៅពងនៃព្រះអាទិត្យគឺព្រះអង្គប្រៀបដូចជាព្រះអាទិត្យណាព្រះធម៌ដូចជារស្មីនៃព្រះអាទិត្យឯប្រសង់ដូចជាលោកនេះដែលភ្លឺស្វាងរុងរឿងដោយពន្លឺរស្មីនៃព្រះអាទិត្យហ្នឹងឯងរតនត្រ័យចឹងប៉ុណ្ណាចឹងជីវិតនោះយើងក៏មិនយកទៅប្រៀបអីនឹងប្រគុណថ្លៃដ៏ធំធេងរបស់ព្រះសម្មាសម្ពុទ្ធទេតែក៏យើងប្រឹងប្រែងដើម្បីឲ្យបានជាប្រយោជន៍ក្នុងការដែលកើតមកក្នុងលោកហើយនឹងចាកលោកនឹងទៅវិញនឹងឯងក្នុងរវាងការកើតនិងការស្លាប់នឹងគឺយើងត្រូវសម្រេចនៅប្រយោជន៍ពីរយ៉ាងមួយគឺប្រយោជន៍ខ្លួនឯងហើយមួយទៀតគឺប្រយោជន៍អ្នកដទៃប្រយោជន៍ខ្លួនឯងនេះមិនមែនដូចយើងនិយមនិយាយក្នុងសង្គមជារឿងមិនល្អដែលអត្តតថប្រយោជន៍ឬក៏អត្តតថបុគ្គលគឺថាបុគ្គលគិតតែពីខ្លួនឯងអាហ្នឹងគឺសំដៅយកមាសប្រាក់លុយកាក់លៀបយោះអីអញ្ចឹងទៅទេនឹងឯងដែលអាចថាមិនគិតគូរដល់សង្គមដល់អ្នកដទៃនឹងឯងឬក៏អាចនឹងមានការបោកប្រាស់កេងប្រវ័ញ្ចអីរំលោភបៀតបៀនជិះជាន់អីទៅនឹងយ៉ាងណាក្នុងការដែលថាគិតតែពីខ្លួនឯងហ្នឹងអាហ្នឹងគឺមិនល្អក្នុងរឿងហ្នឹងក៏ប៉ុន្តែដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងអំពីប្រយោជន៍ពីរយ៉ាងនេះគឺបើថាព្រះពុទ្ធអង្គទ្រង់សម្រេចប្រយោជន៍ត្រង់ដែលព្រះអង្គជាព្រះពុទ្ធនឹងមួយណាហើយបាន2ខែមកក្នុងព្រះយសិបតនមគតិយវ័នហ្នឹងព្រះអង្គទ្រង់ប្រកាសសម្ដែងនៅពធហ្នឹងដើម្បីប្រយោជន៍សត្វលោកណាហ្នឹងគឺព្រះអង្គសម្រេចនៅប្រយោជន៍ពីរយ៉ាងហ្នឹងគឺដែលព្រះអង្គបានជាព្រះពុទ្ធហ្នឹងឯងហ្នឹងគឺសំខាន់ណាស់ដើម្បីនឹងញ៉ាំងប្រយោជន៍ហ្នឹងឲ្យដល់អ្នកដទៃឲ្យដល់សពសត្វនោះនឹងទេវតាបានធ្វើឲ្យការប្រសូតនិងការបរិនិព្វានរបស់ព្រះអង្គហ្នឹងបានរួមដោយការរលឹកដល់មនុស្សនិងទេវតាថ្ងៃពេញបូរមី15កើតខែពិសាខហ្នឹងណាដោយសារប្រយោជន៍ក្នុងរវាងការដែលព្រះអង្គទ្រង់ប្រសូតហើយនឹងបរិនិព្វាននឹងឯងអញ្ចឹងធ្វើឲ្យថ្ងៃប្រសូតនិងថ្ងៃបរិនិព្វានហ្នឹងក៏ជាទីរលឹកដល់ពងខ្ពស់បើសិនបើមិនមានប្រយោជន៍ទាំងពីរដែលព្រះអង្គបានជាពុទ្ធនឹងមួយហើយនឹងទី2គឺប្រោសសត្វលោកទេក៏ក្នុងថ្ងៃប្រសូតនិងថ្ងៃបរិនិព្វានហ្នឹងក៏មិនមានអត្តន័យអីដែរហ្នឹងហើយមនុស្សយើងក៏ដូចគ្នាការកើតមកហ្នឹងក៏មិនសម្រេចបានទៅជាប្រយោជន៍អីទៅនោះទេហ្នឹងឯងគឺតាមពិតឧបាទានខណ្ឌទុកកើតឡើងចឹងហ្នឹងឯងជាតិទុកអញ្ចឹងទៅទេហើយដល់ពេលស្លាប់ទៅក៏មរណៈទុកបើសិនបើក្នុងរវាងការកើតនិងការស្លាប់អត់មាននៅប្រយោជន៍ទាំងពីរនេះទេវាអត់មានន័យអីក្នុងរឿងកើតមកក្នុងលោកទៅទេហើយស្លាប់ទៅក៏មិនបានជាទីនឹករលឹកអីដល់អ្នកដទៃដែរប៉ុន្តែដល់ទៅសម្រេចបាននៅប្រយោជន៍ខ្លួនឯងក្នុងទីនេះគឺការដែលនឹងញ៉ាំងកុសលញ៉ាំងសេចក្តីល្អញ៉ាំងគុណ
miền xây là tị cồn đôi đại cồn cha chia tệ chia tập bọt sao bùng pua bàn châu cam nu bua chỉ bà phải chết nè miền sờ vừa ai nu thằng tê và đa thằng lai bàn chợ nơi cầu mà lục bà phải chết nè miền sờ miền cả tiền nơi phê đó cứ ca mình miền phê đó nu sạch thằng lái hay năng và về tu miền tiền và đại chỉ thầm mà tiền chỉ chấm này chỉ đằng này khang bạch nhà smart đây đã sập sạch từng hay chỉ sai bon đại bột bò để sạch đôi chia cả sĩ co miền tây giờ thua nắng chia pu sạp pro máu khăn ông sai để miền chi chiết đỏ nắng cứ bắp về chết nè miền sài nắng chia sai bon để nhang thò bàn chấm ra đó nè thừa tiền để chia cả sĩ co năng mình tránh được bao nông cao tư tiền ai đó nè để chạy than từ con nè có cây lên na miệt đa bị đa bọn con trai cứ trời pưng bà bị chết nè miền sài năng ai không căng khay ở sốt bị đọ lên một thấy ban trầm đai thà xung bay để nhiệt rồi bo bà bị chết nè miền sài năng từ cam tì tục tì tiếp hơi nấc rồi lực mau trê chỉ mũi nâng xây là cồn này bà bị chết nè miền sài đại chỉ nhiệt miền lục côn lục mùi chỉ đam năng chẳng con nà ai để chọc tiệt tuồng chỉ nhiệt hay trê năng xây là côn rồi bỏ bà bị chết nè miền sài đó rồi mấy như ruột phật chạm bị tì tục tì tiệt nô con nà nâng khăn căng khai giờ sốt và bột trọn trong sầm đai chẳng con nà ruột pi bài giờ phù mỏng chẳng con nà năng anh mình an từ tại khung đội riêng sụp bần của mà ấy năng thế còn là cứ nơi khung của sốt tiền của bột ở đây cá tiền áp tạc thả sầm đại năng cứ sầm đại vô nhiệt bỏ cồn bị chà năng ai để cho chỉ nhiệt năng và thả nhiệt nơi khung song xa rồi vót có tiệt tuông năng tiệt khi na tiền để bàn nhiệt để nơi ruột năng bàn vài tiền tới hay ở tư tới nơi tiền năng ý tiền vô nhiệt tài năng hào tọ sọc cái ta hao tọ nhiệt tại giàu là ý tiền nó cứ sầm đời dốt phải chạy buồn năng tây giờ và thọ năng anh đôi tại bàn nhá năng con người cha hay con cha để chị bập phải chết nè miền sài năng cứ smart strong tới tầm đó chẳng còn là ai năng bình chun nơi và thọ tiền từng nâng anh ai sầm rách tới chết tết cả là tết tới chân là mong chẳng còn là bịt mến tê xong pra chăn ấy tới chân mến bên tay đôi cùn na nụ khiếp này sở rùm chỉ mùi nâng nhiệt đều tư tới hay nâng ca là một tình yêu rồi bỏ nhiệt nâng có bán nơi rồi bỏ trong đây chỉ tết nâng anh chẳng rồi biết đôi chỉ thà dân chẳng nhà ấy vì khai cập bột nâng từ nông bình cái là ai con trai ấy để sắc xa riêng sốt ấy chẳng tới nâng ảnh nè đây ta tu vô từ nâng cứ chia menu đây smart strong nâng ảnh nâng cứ tha bán này bán đo con trai giờ ngay nâng ảnh và tha menu mình smart strong ấy tới tế con nà nâng là ai tha vô rồi bỏ dương để nhà ấy nâng chẳng tới tha che tha chọc tới mình bán đo con dương thế nâng cứ men dân che tập nhà tới ban để và to tại thà dân tục chất hỡi nè từ tu về nhà nâng cứ ta smart strong chẳng bật và cọt giang ná nông ca để dân
ឧទ្ទិសទានទៅដល់ពួកញាតិរបស់យើងដែលទុកដែលលំបាកអីហ្នឹងខ្វះខាតអាហារបរិភោគហ្នឹងគឺតលតែបព្វជិតអ្នកមានសិលនេះឯងចឹងកណាហ្នឹងឯងក៏បានដែរណាចំពោះបាសកបាសិកាអីហ្នឹងតាមរឿងរ៉ាវក្នុងពេទ្យវត្ថុហ្នឹងចឹងក៏អាចបានក៏ណាប៉ុន្តែសំខាន់គឺបព្វជិតអ្នកមានសិលដែលព្រះអង្គសម្ដែងក្នុងទេរោកតសោតសង្ឃមហិសពតិដ្ឋិតានឹងឯងព្រោះសិលរបស់បព្វជិតនឹងពងខ្ពស់ក្រៃលែងទៅណាស់ក៏ណានឹងខ្ញុំដែររៀបរាប់ចង់បញ្ជាក់អំពីប្រយោជន៍នៃជីវិតនេះឯងលើកឡើងនៅបព្វជិតអ្នកមានសិលចឹងក៏ណាគ្រាន់តែពុទ្ធបរិស័ទយើងបានឃើញបព្វជិតអ្នកមានសិលហើយកើតសេចក្តីជ្រះថ្លាតែប៉ុណ្ណឹងព្រះអង្គត្រាស់ថាសក្យសង្វត្តនិកាំងព្រឹកទៅដើម្បីសុគតិភពស្ថានសួគ៌ហើយស្រេចក្នុងអង្គត្រង្កាយបញ្ញកនិបាតក្នុងកុលៈសូត្រចឹងប៉ុណ្ណាបៃដកលេខ45ប៉ុណ្ណានៅក្នុងប្រសូតហ្នឹងគឺសំដែងមាន5ចំណុចណាហ្នឹងគឺព្រះអង្គទ្រង់ចែកយ៉ាងល្អិតល្អន់ទៅគ្រាន់តែឃើញប៉ុណ្ណឹងហើយជ្រះថ្លាមានសម្បត្តិសុគតិភពទៅហើយទី2ក្រោកឈរទទួលថ្វាយបង្គំប្រគេនអាសនៈនឹងអុច្ចាកលិកាណាំងសង្វត្តនិកាំងព្រឹកទៅដើម្បីតកូលពងខ្ពស់ហើយមានចិត្តជ្រះថ្លាមិនកំណាញ់គ្រាន់តែប៉ុណ្ណឹងព្រះអង្គទ្រង់សម្ដែងថាមហេសខៈសង្វត្តនិកាំងព្រឹកទៅដើម្បីស័កធំទី3ទី4គឺបានថ្វាយទានសំគួរតាមកម្លាំងមហាភោគៈសង្វត្តនិកាំងព្រឹកទៅដើម្បីភោគៈច្រើនទាំងទ្រព្យសម្បត្តិត្រូវស្រែចម្ការទាំងអរិយទ្រព្យហើយទី5នោះបានសាកសួរបញ្ញាពធัวបានស្ដាប់ពធัวនិងប្រព្រឹត្តទៅដោយមហាបញ្ញាសង្វត្តនិកាំងប្រព្រឹត្តទៅដោយបញ្ញាច្រើននឹងគឺតេតួងទៅជាមួយនឹងសីលវន្ទេបព្វជិតេបព្វជិតអ្នកមានសិលហ្នឹងនឹងឯងទាំងដែលជាប្រយោជន៍រុងរឿងដូចជាព្រះអាទិត្យរះឡើងក៏មានរស្មីដែលជះឡើងខ្លាបំភ្លឺលោកនឹងល្អស្អាតពន្លឺពណ៌មាសចឹងព្រះអាទិត្យណារះឡើងគឺថាពណ៌មាសមកតែម្ដងចឹងក៏ណាយើងមើលមាសយើងពណ៌យ៉ាងម៉េចពន្លឺព្រះអាទិត្យហ្នឹងគឺថាចែងចាំងមកលើផែនដីលើដើមឈើនំអីហ្នឹងគឺថាពណ៌មាសចឹងមកទឹកមាសមកតែហ្មងចឹងក៏ណាហើយញ៉ាំងប្រយោជន៍ក្រៃលែងណាស់គឺដែរហ្នឹងឯងដោយអំណាចនៃរស្មីនៃព្រះអាទិត្យហើយដល់ពេលចិត្តលិចទៅក៏ល្អមនុស្សម្នានាំគ្នាមើលគួយគន់ថតរូបហ្នឹងឯងក៏ពិចារណាដល់អាយុសង្ខារអីផ្សេងទៅទៀតហ្នឹងឯងជីវិតយើងកាលណាបើបានញ៉ាំងប្រយោជន៍ទាំងពីរគឺប្រយោជន៍ដែលជាគុណក្នុងការតម្កល់ខ្លួនដោយប្រពៃក្នុងសទ្ធាសិលសតៈចាគៈបញ្ញាក្នុងការដែលយកឈ្នះនៅកិលេសក្នុងចិត្តសន្តានរបស់ខ្លួនទាំងដែលជាជ័យជំនះដ៏ក្រៃលែងណាស់មិនអាចថាឈ្នះអ្នកដទៃរាប់រយពាន់អ្នកលានអ្នកអីណាក្នុងសមរភូមិអីហ្នឹងឲ្យមកដូចជាការឈ្នះខ្លួនឯងតែម្នាក់នោះអេកញ្ចៈជយមត្តាណੰសវេសង្គាមអយុត្តមោព្រះអង្គប្ររពចំពោះពនាងកណ្ដុលកេសាដែលបានឈ្នះខ្លួនឯងហ្នឹងគឺជាកម្ពូលនៃការឈ្នះក្នុងសមរភូមិហ្នឹងនឹងឯងនឹងជាប្រយោជន៍របស់ខ្លួនហើយនឹងញ៉ាំងប្រយោជន៍អ្នកដទៃទាំងក៏ណាដែលយើងបានញ៉ាំងប្រយោជន៍ខ្លួនដែលជាគុណក៏ឈ្មោះថាញ៉ាំងប្រយោជន៍អ្នកដទៃដូចជាបព្វជិតដែលប្រព្រឹត្តព្រមចរិយធម៌គឺដើម្បីប្រយោជន៍
บอกุญจาได้บานโจกรรมพนุนั้นคือจิกาได้ดอลออกกะเอาดอลกุญจาตอลนั่งแต่ดองน้องกาสร้างในปรุมเยียนtừการเปลี่ยนเปลี่ยนก็น่ะการได้มันตอนบานโจกรรมพนุให้ก็ในวัวชราขนมโลกสันนิเวศคือถ้าเมียนโอกาสำหรับครูนเองติดตัวนะปัจจัยรูวัวชรานั้นคือถ้าบานเพื่อนกิจการนี้บอมราในกิจแรกนั่งเชี่ยวกาหรือบอกกิจแรกนั่งเองแต่กิจการนี้รูวัวหอดเหนื่อยนั่งบันบานพอเปิดตื้อเชี่ยไปยาวสำหรับครูนเทนั่งบานคนจ่าเจ้ากรรมพนุนี้เชื่อกาดอลในโอกาสเอาดอลครูนเองนั่งกาบ่มปิ้งในไปยาวดำไปรุ่ยพอดจะปีสกได้ตกนั่นคือสร้างในปรมเยียนเซลสมาธิปัญญาเมียนสมาร์ได้กำหนดดังอัตเพียบนั่งเองครอนได้เชื่ออุปกรณ์สำหรับสร้างขบวนแต่ปันนังเทขบวนคือปรมเยียนนั่งเมียนเพลมือใบดอกเมียนแต่เชี่ยดับทัวเมียนใดเมียนเชิงไฟกุมปรัตนะไตรประสิทโธปิจัดใดเมียนจัดพอประตูโดยในขมะวิตกะเฉดามมันบานเกิดกับนมกุมสอบเบียดเบียนเนี่ยเดตจะนายเนียนนี้เรื่องไว้เตะให้เมียนปัญญาสมาธิแท้เคยในกาปิดขนมครบเรื่องต่างอ๋อเพื่อครบเรื่องต่างอ๋อสัตย์ใส่ดังบารมัดจัดเจตสักรูปหลังจากคือบารมัดทัวสัตย์เมียนปัจจัยเอาการล้างอย่างตรมเตยมาโรยเพะโรยเมียนไว้ได้ไอ้มันเมียนให้การล้างเตยนุเตแต่ชื่อกาปิดตามให้ตามปัจจัยต่างอ๋อนั่นคือกิจการนี้ตามเพลย์จัดได้ประตูโดยการยุลเตยโดยการสงบรมงบในอภิเชียนังโตมันเนาะเมียนในขมะวิตกะเตรริดำใบนั่งเจนจะกามเจนจะปีโลกนี้นั่นคือปลายปลาต่างอ๋อเชี่ยอุปกรณ์ของการสร้างขบวนปรุมมาเยียนแต่กรรมเปรี้ยในเปลี่ยนนั่งเองคือมันบานห่วงให้เวะได้เชิงหรือก็ปัญญาคันนั่งเชี่ยขลุ่นเยิงเต้เชี่ยตาตูขลุ่นเชี่ยอันเชี่ยระบออันเต้คือครามในเชี่ยอุปกรณ์แต่ปนังเต้ปวดดังทานดังเต๋อบอบังเจ้าเต๋แต่ปนนอกก็น่ะตัวเชี่ยมันบานปลาปลาก็นึกแต่บอกบังเจ้าแต่อาจนั่งกรุบกรวงห่วงให้เพื่อจะขลุ่นเยิงละโหดก็เอาสลับก็เอาบัดบังเตอนูไล่จังคืออัดเมียนประกายประกันเพื่อจะขลุ่นเยิงไอเต้ถอดโกมสอกขมาเตียบปวกปลอกใส่เชียชื่อไอจังอ๋อมุกแต่เจ้าแต่เต้จังมุนหนึ่งเจ้าปลาหน้าปลาในปลาสำหรับสร้างปรุมมาเยียนดอกภาษาอนุตตรสังเกตเมวิจิเยียนคือเจียเยียนปีเจสังเกตดอกภาษานองดำนาแต่กรรมตีบำพัดตกนั่งไอ้นั่งได้เชียไปยาวทมได้บานรีบรอบได้สังแคบตามแต่พระองค์ตรงสำได้ขนมสัมมัญญพลโซเจียดามเตียนเตะตวงเตยนังไปยาวดาทมนี่ไอ้ตามได้คุณจ่าองครูบ้านรัตเนียม้าดำไปเอาปุตบอยสัตว์ยังกลมเอาปราศจากในวิญญาณดาทมเตียนคือการอบรมจำราในกุศลทัวนี่ไอ้ได้เชี่ยตีปึงระบายยังในเปลได้ดังคลุนท่าเมียนสิกได้ตกจมูกนั่งอารมณ์จุ้มบินคลุนเรื่องนี้เรื่องนู้สับครบคือเตยแต่ไปยับ
ក៏ណាចូលមកក្នុងកុសលធម៌កុសលភាវនាព្រោះសេចក្តីទុកជាមួយនឹងអារម្មណ៍ជុំវិញខ្លួនហ្នឹងជាសញ្ញាប្រាប់ថាចិត្តនឹងឯងកំពុងតែរាយមាយរវើរវាយចង្អៀតចង្អល់ទៅជាអកុសលដោយចិត្តខ្លួនឯងទេហើយបើយើងមិនកែប្រែដូរផ្លាស់អកុសលនឹងឲ្យមកជាកុសលហើយយើងខ្វល់យើងរវល់ដើម្បីទៀមទានៅអារម្មណ៍ឲ្យល្អស្រាប់មកមុខតែរឹតតែខ្វាយខ្វល់ហើយបើយើងមិនអាចទៅរកអ្វីឲ្យល្អស្រាប់មកសម្រាប់ជីវិតយើងទេពីព្រោះអារម្មណ៍ដែលល្អសម្រាប់ជីវិតរបស់យើងស្ងប់ត្រជាក់ភ្លឺស្វាងគឺដោយសារចិត្តនឹងឯងតែបានតម្កល់នៅក្នុងកុសលតែកាលណាចិត្តនឹងជាកុសលហើយធម្មតាចិត្តទៅតែងតែមានអារម្មណ៍នឹងឯងចឹងអារម្មណ៍របស់កុសលចិត្តគឺអារម្មណ៍ល្អទាំងអស់អារម្មណ៍នាំឲ្យមានទានអារម្មណ៍នាំឲ្យមានសិលសន្តោសប្រោសប្រណីមេត្តាអធ្យាស្រ័យឲ្យអភ័យសម្បថវិបស្សនាមានអារម្មណ៍ឯណាអាក្រក់ទៀតក៏ណាហើយយើងមិនអប់រំចិត្តឲ្យចម្រើនទៅដោយកុសលភាវនាចិត្តតែចង់បានអារម្មណ៍ល្អតម្រូវតាមការពេញចិត្តហ្នឹងអាហ្នឹងគឺយើងមុខតែហត់នឿយណាស់ក្នុងការស្វែងរកអារម្មណ៍ឲ្យជាទីពេញចិត្តហ្នឹងហើយនឹងខកចិត្តទៀតផងសេចក្តីទុក្ខរមែងកើតឡើងព្រោះហេតុតែចិត្តនឹងឯងជាអកុសលតែកាលណាចិត្តជាអកុសលអារម្មណ៍វាអត់ល្អអារម្មណ៍នឹងវានាំឲ្យយើងខ្វះខាតហើយនាំឲ្យយើងមួម៉ៅក្តៅកាហាយតាមពិតគឺមកពីចិត្តរបស់យើងទេអញ្ចឹងបានថាយើងបានពិសោធន៍ក្នុងជីវិតឆ្លាតឆ្លះក្នុងចិត្តទៅយើងមិនលំបាកអីនឹងទៅរកអារម្មណ៍ល្អឬក៏ត្រូវទៅទៀមទាពីអ្នកដទៃត្រូវទៅឆ្លោះទៅប្រកែកអីជាមួយនឹងណាដើម្បីបាននៅអារម្មណ៍ល្អសម្រាប់យើងទេចឹងគឺយើងយល់ដឹងមនុស្សយើងគឺវាតែងតែមានការខ្វះខាតចឹងឯងចឹងយើងកុំទៀមទាអ្វីអំពីអ្នកដទៃនឹងឲ្យវាសម្បូរបែបល្អសម្រាប់យើងយ៉ាងនេះមួយយ៉ាងនោះមួយនាំឲ្យតែយើងកើតទុកមួម៉ៅក្តៅកាហាយទៅទេតែយើងត្រូវយល់ថាមនុស្សយើងតែងតែមានការខ្វះខាតយើងក៏វាមិនបាន 100% ឬក៏ 50% អីទៅផងទេគឺបានដីថាវាមិនអាចល្អសពគ្រប់នោះឡើយអ្នកដទៃក៏មានទៅតាមបែបទៅតាមសន្តានហ្នឹងទៅតាមប្រភេទដែលសន្សំអប់រំមកហើយទោះជាយ៉ាងណាអ្នកណាក្រក់ក្រីប៉ុណ្ណាក៏យើងត្រូវតែយល់ថាបើវាមិនមានលោភៈទុសៈមោហៈជាអកុសលមូលក៏វាអត់មានអកុសលកម្មវាអត់មាននរណាទៅធ្វើអីអាក្រក់កើតទេបើអត់មានអកុសលមូលទេនោះក៏ណាដូច្នេះมันគួរប្រកែប្រកម្មអីទៅនឹងអ្នកណាទេពីព្រោះអ្នកនោះសិតតែជាអ្នករងគ្រោះក៏ណារងគ្រោះហ្នឹងឯងរងគ្រោះទាំងអស់គ្នាអញ្ចឹងដូចអ្នករងគ្រោះនឹងគ្រឿងញៀនអីចឹងវាមានសង្គមបង្កើតឲ្យមានគ្រឿងញៀនចែកចាយគ្រឿងញៀនទៅបងប្អូនកូនចៅនឹងឯងទៅជាអ្នករងគ្រោះណាអាហ្នឹងឯងយើងក៏អញ្ចឹងជាអ្នករងគ្រោះអ្នកណាក៏អញ្ចឹងយើងមិនប្រកម្មអីដល់អ្នកណាថាជាអ្នកបង្កើតលោភៈទោសៈមោហៈអីឲ្យខ្លួនឯងទេអានឹងវាជាវត្តដាក់អញ្ចឹងគេលេសវត្តដាក់ដូចព្រះអង្គលីមេលអញ្ចឹងយើងថាព្រះអង្គលីមេលនឹងក្រក់សម្រាប់គេអីយ៉ាងម៉េចដល់ទៅជួបព្រះអង្គដកលោភៈទោសៈមោហៈចេញទៅព្រះអង្គលីមេលជាព្រះអរហន្តទេតាមើលយើងនៅទៀមទាសេចក្តីល្អព្រះអង្គលីមេលយ៉ាងម៉េចទៅទៀតនៅពេលដែលអស់រាគៈទោសៈមោហៈហ្នឹងទៅគឺថាល្អអស់យ៉ាងទៅហើយអញ្ចឹងរឿងនេះវាជារឿងលោភៈទោសៈមោហៈវាជាទោសរបស់វត្តដាក់ទេដែលនាំឲ្យមានអកុសលកម្មហ្នឹងអាស្រ័យអកុសលមូលណាយើងរៀនធម៌ឲ្យចេះធម៌អញ្ចឹងទៅបានយើងស្ងប់រងាប់
mìnhចេះតែមានបុគ្គលនេះបុគ្គលនោះមកជាអារម្មណ៍ឲ្យយើងប្រកែប្រកាន់កើតទុកទេនឹងឯងយើងមានសេចក្តីសន្តោសប្រោសប្រណីអធ្យាស្រ័យឲ្យអភ័យហើយសាងគុណសាងសេចក្តីល្អនឹងបានទុកដាក់បុគ្គលឲ្យដល់កូនចៅដែលយើងចាកលោកនឹងទៅគឺវាស្ថិតនៅជាការចងចាំល្អរបស់កូនចៅដូចសម្ដេចព្រះសង្ឃរាជជួនណាតជតិញ្ញាណោអញ្ចឹងសគត់ទៅក៏យូរឆ្នាំហើយកូនណាហ្នឹងឯងប្រហែលជាង40ណាជាង40ភាសាហើយណាទៀតណោះកូនណាជាង40ហើយ40ប្រហែលហើយចឹង47អីហើយណោះទៀតណោះហ្នឹងឯងហើយមើលគឺថាពុទ្ធបរិស័ទម៉ែយើងទាំងក្នុងស្រុកខ្មែរទាំងនៅក្រៅស្រុកមានវត្តមានអារាមហើយក៏នឹករលឹកដល់គុណសម្ដេចនឹងឯងនេះគឺថារូបាំងជីរតិមច្ចាណੰនាមកោតតាំងអ្នកជីរតិហ្នឹងគឺថាគេឈ្មោះណាដៃល្អពហោះស្នាពហោះល្អណាគឺថាស្ថិតនៅជាការចងចាំល្អដែលធ្វើឲ្យសមណៈសក្យបុត្រគឺបានចងចាំទុកហើយនឹងខំប្រឹងប្រែងប្រព្រឹត្តឲ្យបានជាប្រយោជន៍ក្នុងជីវិតនេះឯងចឹងពេលវេលារស់នៅមិនដល់100ឆ្នាំអញ្ចឹងគឺថាมันមានពេលអីដើម្បីចែកចាយទៅក្នុងរឿងអត្ថប្រយោជន៍ផ្សេងកាមគុណអីទៅទេប្រាស់មកក្នុងការត្រួតត្រងរក្សាបត្រៃបីដកហើយនឹងខំដកខាត់សម្អាតចិត្តប្រព្រឹត្តព្រមចរិយធម៌ហូតអស់ពីជន់ទៅគឺថាទៅយ៉ាងល្អដូចជាព្រះអាទិត្យដែលអស់ស្ដង់គាត់អញ្ចឹងស្ថិតនៅក្នុងការចងចាំដោយការនឹករលឹកយ៉ាងល្អរបស់កូនចៅជានានុជននឹងឯងហ្នឹងឯងដែលថាជាប្រយោជន៍ល្អប្រៀបដូចជាព្រះអាទិត្យទាំងពេលរះទាំងពេលលិចក្នុងរវាងការរះនិងការលិចហ្នឹងគឺមានប្រយោជន៍ធំធេងក្រៃលែងច្រើនទៅណាស់សម្រាប់ជីវិតនេះអញ្ចឹងគឺខ្ញុំណារៀបរាប់ពីប្រយោជន៍ដ៏ធំក្នុងដំណើរជីវិតនៃពុទ្ធបរិស័ទយើងដែលប្រព្រឹត្តទៅដើម្បីអរិយមគ្គប្រកបដោយអង្គ8ប្រការហើយនឹងដើម្បីសុខសន្តិភាពនៅក្នុងពិភពលោកឲ្យជាប្រយោជន៍ដល់មនុស្សនិងទេវតាដទៃបាននៅប្រយោជន៍តវងព្រះសាសនាទាំងកូនណាសូមអនុមោទនីប្រគេនដល់គុណចាស់អង្គគ្រូទាំងពីរព្រះអង្គវិញទាំងណាសាធុទាំងអរគុណពោះលោកគ្រូបានសម្ដែងរៀបរាប់មកជាច្រើនតេតិននៅក្នុងការធ្វើខ្លួនឯងឲ្យទៅជាប្រយោជន៍សម្រាប់សាធារណៈទូទៅទាំងអស់ដោយមិនចំពោះញាតិហើយអត់អ្នកដទៃនោះទេកាលដែលរស់នៅសម្បូរទៅដោយការស្រឡាញ់និងការអាណិតនេះគឺជាការញ៉ាំងប្រយោជន៍នេះឲ្យកើតចឹងហើយបានព្រះពុទ្ធព្រះអង្គសម្ដែងថាអបមាតោកុសលេសុធម្មេសុកាលដែលមិនប្រមាទចំពោះកុសលថ្នាក់តូចដែលយើងបានបំពេញបានធ្វើជាប្រកដីរឿយនេះគឺជាកុសលថ្នាក់ទានថ្នាក់សិលថ្នាក់ភាវនាអបច្ចាយណៈវិយវចៈការអប់រំចិត្តជាដើមហ្នឹងគឺព្រះអង្គសម្ដែងចំណុចហ្នឹងគឺការញ៉ាំងប្រយោជន៍នេះឲ្យកើតដោយលោកគ្រូសម្ដែងពីប្រសង់ញ៉ាំងប្រយោជន៍ឲ្យកើតនៅក្នុងសាសនានេះព្រះអាទិត្យក៏ញ៉ាំងប្រយោជន៍ឲ្យកើតចង់សួរលោកគ្រូបន្តិចលោកគ្រូសម្ដែងមកថាប្រយោជន៍នៃព្រះអាទិត្យនឹងល្អណាស់នៅឥណ្ឌាក្តៅខ្លាំងស្លាប់អស់ជាង 3000 លោកគ្រូនឹងមិនដែរក៏ណាចំពោះការបាត់បង់ជីវិតណាដោយសារ
ក្តៅខ្លាំងអីចឹងទៅក៏ណាហ្នឹងហើយហ្នឹងក៏វាតេតងទៅនឹងជីវិតនោះយើងក៏ណាដែលប្រព្រឹត្តទៅតាមកម្មហើយមិនបានរក្សាខ្លួនឲ្យបានល្អក៏ណាមានក្តីប្រមាទធ្វេសប្រហែសទៅជាមួយនឹងកម្ដៅថ្ងៃហ្នឹងក៏ណាមិនបានរក្សាខ្លួនហ្នឹងក៏វាតេតងទៅនឹងការខ្វះខាតជីវភាពក្រីក្រហ្នឹងហើយឬក៏ភាពចាស់ជរាជំងឺរោគាអីផ្សាយផ្សំចឹងផងទៅក៏តែងតែមានស្លាប់ទៅចឹងក៏ណាដូច្នេះនៅក្នុងការដែលបានលើកឡើងអំពីព្រះអាទិត្យក៏ណាដែលបំភ្លឺលោកដែលប្រព្រឹត្តទៅជាប្រយោជន៍ហ្នឹងវាធំធេងក្រៃលែងទៅណាស់ក៏ណាយើងនិយាយពីប្រយោជន៍ហ្នឹងតែមិនមែនបញ្ជាក់ថាជាគុណគឺសេចក្តីល្អទេពីព្រោះមិនមែនជាកុសលហ្នឹងឯងចឹងគ្រាន់តែថាជាប្រយោជន៍ដើម្បីមនុស្សពេញផែនដីនឹងឯងដែលអាស្រ័យនឹងពន្លឺព្រះអាទិត្យកម្ដៅព្រះអាទិត្យហ្នឹងក៏បានជាប្រយោជន៍គេអាចថាយកពន្លឺព្រះអាទិត្យហ្នឹងមកទុកជាអគ្គិសនីបំភ្លឺពេលយប់យ៉ាងទៅក៏បានចាំសប្តាហ៍ហ្នឹងគឺគេចេះអញ្ចឹងបានហើយពន្លឺព្រះអាទិត្យបានជួយឲ្យមនុស្សដែលមានចំនួនច្រើនជាងអ្នកដែលស្លាប់នឹងបាននៅរស់ដោយសារពន្លឺព្រះអាទិត្យបើអត់មានពន្លឺព្រះអាទិត្យក៏មិនមានមនុស្សយើងរស់នៅលើផែនដីដែរជីវិតត្រូវរស់ដោយសារពន្លឺព្រះអាទិត្យព្រោះពន្លឺព្រះអាទិត្យនេះតេតួងនាំឲ្យមានឧត្តោក៏ណាច្រើនទៅទៀតនាំឲ្យមានរដូវដូរផ្លាស់ទៅដោយសារតែពន្លឺព្រះអាទិត្យនឹងឯងចឹងដើមឈើរុក្ខជាតិតិនជាតិអីផ្សេងផ្សេងឧស្ម័នអុកស៊ីសែនអីទាំងអស់ដែលសម្រាប់ឲ្យមនុស្សរស់សិតតែតេតួងទៅនឹងព្រះអាទិត្យនឹងទាំងអស់ក៏ណានឹងឯងដូច្នេះគឺវាមានជាប្រយោជន៍សម្រាប់មនុស្សសត្វរស់នៅនឹងផែនដីហ្នឹងរឿងការដែលស្លាប់ទៅវាតេតួងរឿងមនុស្សដោយឡែកក៏ណាគឺថាវាប្រព្រឹត្តទៅតាមកម្មរបស់ខ្លួននឹងឯងហើយនឹងសេចក្តីប្រមាទគឺការធ្វេសប្រហែសផងដែរដែលមិនបានយកចិត្តទុកដាក់ទៅក្នុងការរក្សាខ្លួនហ្នឹងនិយាយអំពីរឿងគុណវិបត្តិអីចឹងឧទាហរណ៍ដូចជាការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធចឹងឯងចឹងនឹងថាយើងដាក់ទោសកំហុសអីទៅលើព្រះពុទ្ធអង្គនោះក៏ទេក៏ណាក៏ប៉ុន្តែអ្នកដែលត្រូវទោសអនន្តរិយកម្មដូចជាក្នុងពុទ្ធលោហិតបាតមានភិក្ខុទេវតតអីជាដើមហ្នឹងណាហ្នឹងឯងហើយបើកុំតែពុទ្ធអង្គត្រាស់ដឹងក៏វាអត់មានពុទ្ធលោហិតបាតដែលឲ្យភិក្ខុទេវតតនឹងឯងត្រូវទោសអនន្តរិយកម្មហើយក៏ព្រះអង្គអត់មានគឺថាបណ្ណាភិក្ខុសង្ឃអីមកដែលនឹងឲ្យមានសង្ឃភេទកកម្មអញ្ចឹងអ្នកដែលបំបែកសង្ឃត្រូវទោសអនន្តរិយកម្មដល់ធ្ងន់ហ្នឹងនឹងបន្ទោសថាមកអំពីការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គឬយ៉ាងណាបាទសុពពុទ្ធក៏តេតួងទៅនឹងព្រះអង្គហើយពួកនិក្រន់ដេរថីអីច្រើនណាស់គឺបាត់បង់លាភសក្ការៈប្រៀបបីដូចជាទឹកសន្សើម
ដែលមាននៅលើស្លឹកស្មៅនៅពេលព្រះអាទិត្យរះឡើងមានកម្ដៅតែបន្តិចក៏ស្ងួតហួតហែងនៅទឹកសន្សើមហ្នឹងលាភសក្ការៈរបស់ពួកនិក្រណេរថៃដែលយ៉ាងសម្បូរពេលដែលព្រះពុទ្ធអង្គតាន់បានត្រាស់ដល់ពេលព្រះអង្គបានត្រាស់ដឹងឡើងគឺថាលាភសក្ការៈអ្នកទាំងអស់នោះក៏ចុះថយទៅសោយទៅដោយសារបរិស័ទត្រឡប់មកជឿស្ដាប់គោរពទៅក្នុងព្រះដ៏មានពភាបានឃើញសច្ចធម៌ទៅលាភសក្ការៈរបស់ពួកនិក្រណេរថៃបាត់បង់ទៅទាំងការរាប់អានដូចជាពន្លឺរស្មីអីហ្នឹងដូចជាពន្លឺអំពិលអំពែកបានតែពេលយប់តែប៉ុណ្្នឹងទេដែលផ្លិតផ្លេតហ្នឹងដល់តែពេលព្រះអាទិត្យរះឡើងគឺมันមានប្រកបពន្លឺរស្មីអីទៅឡើយណាហ្នឹងហើយអ្នកទាំងអស់ហ្នឹងក៏ទុកទោមនោះហឹងតោះអីចឹងទៅនិក្រណដែលជាមេលទ្ធិដ៏ធំមួយនិគុណធនេតបុត្រហ្នឹងត្រូវក្អួតឈាមដោយសារតែសីហសេនាបតីនៅវេសលីផងមិនសូវអីប្រមាណទេដល់មកថែមឧបលិកហបតីនៅនេលន្តក្រាមដែលឲ្យឧបលិហបតីនឹងទៅលើកវាទៈបែរទៅជាបានសម្រាប់សោតាបត្តផលបិទទ្វារផ្ទះសម្រាប់ពួកនិក្រណបើកទ្វារដល់ព្រះធមានភិក្ខភិក្ខុភិក្ខុនីបាសកបាសិកានិគុណធនេតបុត្រនឹងអួតឈាមមកក្តៅហើយត្រូវកូនចៅសែងទៅបាត់បង់ជីវិតនៅឯនគរបាវាគឺណាហ្នឹងឯងរឿងវាមានអញ្ចឹងមិនទៅបន្ទោសព្រះសម្មាសម្ពុទ្ធអីទេព្រោះក្នុងពុទ្ធអង្គមានតែត្រូវតែប៉ុណ្ណឹងទេគឺណាប៉ុន្តែដោយសារថាកិលេសរបស់សត្វលោកនឹងខ្លួនឯងដែលមិនបានជ្រួតជ្រាបដឹងនៅគុណរបស់ព្រះសម្មាសម្ពុទ្ធក៏ណានេះគ្រាន់តែជាការលើកជាឧទាហរណ៍ដើម្បីបញ្ជាក់ឲ្យឃើញថាអ្វីដែលគុណរបស់ព្រះពុទ្ធអង្គធំធេងដឹកនាំសត្វលោកឲ្យបានរួចផុតចាកទុក្ខប្រមាណមិនបានតែរឿងសត្វលោកដែលបែរទៅជាចម្រើនទៅដោយទោសគណៈហ្នឹងឯងមានអនន្តរិយកម្មអីតេតួងទៅនឹងអរហន្តឃាតតេតួងទៅនឹងពុទ្ធលោហិតបាបតេតួងទៅនឹងសង្ឃភេទកកម្មអីវាជារឿងកិលេសរបស់សត្វលោកចាំប៉ុណ្ណានឹងឯងហើយក្នុងការដែលលើកអំពីពន្លឺព្រះអាទិត្យក្នុងសេចក្តីនេះក៏ជាការបញ្ជាក់ថាញ៉ាំងពន្លឺក៏ណាធ្វើឲ្យផែនដីនឹងឯងភ្លឺហើយមនុស្សសត្វទាំងឡាយបានរស់គឺណាដោយសារពន្លឺព្រះអាទិត្យនឹងឯងច្រើនណាស់ហ្នឹងហើយព្រះពុទ្ធអង្គប្រៀបដូចជាព្រះអាទិត្យព្រះធម៌ដែលសម្ដែងក៏ដូចជាពន្លឺនៃព្រះអាទិត្យប្រសង់ដូចជាលោកនេះដែលភ្លឺស្វាងហ្នឹងឯងហើយត្រង់ដែលបញ្ហាមានការស្លាប់បាត់បង់ជីវិតអីទៅនឹងយ៉ាងណាវាជារឿងវិបត្តិរបស់មនុស្សធម្មតាមិនអាចថាចោទទៅលើពន្លឺព្រះអាទិត្យអីហ្នឹងទៅទាំងស្រុងទៅនោះទេប៉ុណ្ណាពីព្រោះមនុស្សទាំងឡាយដែលបានរស់រានមានជីវិតនឹងដោយសារព្រះអាទិត្យនឹងក៏ច្រើនមែនទែនលើផែនដីក៏ណាគឺមួយថ្ងៃមួយចំហៀងផែនដីទៅរួចទៅទុកឲ្យយប់សម្រាកម្ដងទៅបំភ្លឺមកខាងផែនដីទៀតនឹងឯងដោយសេចក្តីថាផែនដីមានការវិលជំវិញខ្លួនឯងចឹងណាក្នុងមួយថ្ងៃមួយយប់24ម៉ោងហ្នឹងបានមកជុំនឹងឯងចឹងហើយក៏វិលជំវិញព្រះអាទិត្យផងដែរនឹងឯងហ្នឹងគឺដែលយើងបានចេះដឹងមកផែនដីហ្នឹង
វិលជំវិញខ្លួនឯងក៏ជាការបញ្ជាក់ឲ្យឃើញថាមនុស្សយើងត្រូវចេះពិចារណាដោយខ្លួនឯងអត្តនាចោទយត្តានੰបដិមង្សេតមត្តនាពិចារណាដោយខ្លួនឯងចេះស្រឡាញ់ខ្លួនហើយនឹងរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អអានឹងដែលវិលជំវិញខ្លួនឯងហើយនឹងវិលជំវិញព្រះអាទិត្យក៏ជាការសម្ដែងឲ្យឃើញសេចក្តីស្រឡាញ់អាណិតមេត្តាករុណាដល់សពសត្វទាំងអស់ក្នុងពិភពលោកនឹងផងដែរក៏ណាហើយប្រចាំក៏វិលជំវិញផែនដីជាប្រព័ន្ធរបស់ផែនដីក៏ណាមានរនោចមានខ្នើតទៅតាមហ្នឹងអញ្ចឹងគឺថាការសិក្សាអំពីលោកនេះក៏ដើម្បីយកមកប្រៀបអំពីប្រយោជន៍ដែលនោះយើងក៏បីនឹងបំពេញឲ្យបានក្នុងការដែលយើងពិចារណាខ្លួនហើយត្រូវស្រឡាញ់ខ្លួននឹងស្រឡាញ់ឲ្យចំសេចក្តីល្អដែលជាទីពឹងនឹងដែលអាចទីពឹងខ្លួនឯងបានហើយនឹងស្រឡាញ់ដល់ពិភពលោកនេះដោយមេត្តាករុណាតែប្រសិជ្ជៈការហួងហែងក៏ណាមេត្តាករុណាមិនមែនជាការហួងហែងទេព្រោះលក្ខណៈផ្ទុយពីលោភៈប៉ុណ្ណាតែប្រព្រឹត្តទៅដោយមេត្តាករុណាហើយនឹងការដែលដូចជាប្រច័ណ្ឌវិលជំវិញផែនដីអីហ្នឹងក៏យើងមានរនោចមានខ្នើតទៅតាមហ្នឹងចាត់ទុកថាមានបរិវារសម្រាប់ជីវិតរបស់យើងហ្នឹងណាប៉ុន្តែក៏ប្រសិជ្ជៈការហួងហែងរនោចក៏រនោចទៅខ្នើតក៏ខ្នើតទៅដោយគុណចាស់អង្គគ្រូលើកអំពីលោកធម៌អញ្ចឹងនឹងឯងដែលអប់រំចិត្តដើម្បីទប់ទល់ជាមួយនឹងលោកធម៌នឹងឯងកុំឲ្យវាគ្របសង្កត់ញាប់ញួរទៅតាមមានលៀបអត់លៀបមានយុះអត់យុះសរសើរនន្ទាសក់ទុកនឹងឯងយ៉ាងណាជីវិតរបស់យើងរស់នៅដល់ពេលរនោចក៏រនោចខ្នើតក៏ខ្នើតទៅយើងមិនមែនទៀមទាចង់ធ្វើខ្លួនយើងនឹងឯងឲ្យដូចជាថាផែនដីទាំងមូលទៅនោះទេក៏ណាមិនមែនចង់ឲ្យមានសភាពជាធំទៅដូចជាផែនដីដើម្បីថាឲ្យប្រច័ណ្ឌនឹងវិលជំវិញខ្លួនឯងរហូតគ្រប់ពេលវេលាទេយើងគ្រាន់តែជាសត្វលោកមួយរូបដែលរស់នៅលើផែនដីប៉ុន្តែវាស្រេចទៅថាយើងមិនទៀមទាអីថាឲ្យខ្នើតទៅរហូតឬឲ្យរនោចទៅរហូតអីទៅទេរនោចក៏រនោចទៅយើងមានដែលកើតទុកនឹងរនោចខែងងឹតអីហ្នឹងឯណាហើយដល់ខែភ្លឺក៏ភ្លឺទៅយើងក៏ដឹងថាវាជាពន្លឺប្រច័ណ្ឌអញ្ចឹងទៅមិនជាប់ចម្ពាក់អីដើម្បីនឹងចង់យកប្រច័ណ្ឌនឹងមកទុកដាក់ក្នុងផ្ទះអីយើងទៅទេការដែលមិនហួងហែងនឹងឯងក៏ណាប្រព្រឹត្តទៅជាសេចក្តីសុខស្ងប់ដែលប្រសិជ្ជៈនៅទុក្ខទោសដោយប្រការទាំងពួងទាំងអញ្ចឹងគឺនៅក្នុងការរស់នៅទាំងពុទ្ធបរិស័ទញាតិញោមប្រុសស្រីទាំងអស់ក៏បានសិក្សាអប់រំដើម្បីឲ្យបានយល់ដឹងនៅលោកនេះក៏ណាមិនមែនសម្រាប់ហួងហែងទេតែសម្រាប់យល់ក៏ណាសម្រាប់សិក្សាសំបីតែសេចក្តីទុក្ខដែលជាទុក្ខអរិយសច្ចៈនឹងឯងក៏មានចំណុចល្អសម្រាប់យើងពីព្រោះជាការបញ្ជាក់ដល់ការពិតដែលត្រឹមត្រូវទៅតាមបច្ច័យក៏រមែងកើតឡើងអត់មាននរណាចង់បានសេចក្តីទុក្ខទេប៉ុន្តែក្តីទុក្ខគេត្រឹមត្រូវសច្ចធម៌របស់គេទៅតាមហេតុដែលមានហ្នឹងឯងអញ្ចឹងដល់យើងសិក្សាយល់ពីសេចក្តីទុក្ខទៅមិនប្រកាន់ទុក្ខដែលជាឧបាទានខណ្ឌថាជាខ្លួនយើងនឹងឯងចឹងដែលជាការដែលមិនហួងហែងដូច្នេះគឺ
ជាសេចក្តីសុខដែលកើតមានអញ្ចឹងគឺកេនគុណចាស់អង្គគ្រូប៉ុណ្ណឹងវែងឆ្ងាយណាស់គុណចាស់ព្រះអង្គមិនតាន់បានសម្ដែងផងចឹងតែអញ្ចឹងគឺថាមុនពីអង្គនឹងចោតឆ្លើយយ៉ាងម៉េចតទៅទៀតចុះខ្ញុំណាប៉ុណ្ណឹងបានហើយណាចឹងណាបណ្ណាទៅនេះមុនមកឈប់សួរលោកគ្រូហើយសួរគុណចាស់ម្ដងណាខាប់ពិតដឹងស្ដាប់មកបានកើនៅភាពចេះដឹងដូចនៅក្នុងសូត្រខ្លះក៏ព្រះអង្គបានសម្ដែងដូចរឿងឆេះកាប់ទៅជាពន្លឺព្រះអាទិត្យក្តៅខ្លាំងអីហ្នឹងមកពីមនុស្សខ្ញុំមនុស្សសម្បូរទៅដោយទោសៈសពថ្ងៃនេះណាឮទេឮអត់ឮថាម៉េចមនុស្សសម្បូរទៅដោយទោសៈសម្បូរទៅដោយកំហឹងអញ្ចឹងហើយបានយើងមើលរឿងរ៉ាវនឹងស្ដាប់មានលោកគ្រូគួយសុធននៅនឹងគាត់ថាស្ដាប់រឿងក្នុងលោកសង្វេគក្រៃលែងទាំងចាស់ទាំងក្មេងសទ្ធាតល់ក្ររៀនសូត្រពូកែតែខ្វះព្រះធម៌ជ្រុលជ្រោះផ្លូវល្អធ្លាក់ទៅអបាយគាត់តែរឿងទទួលទានទឹកស្វឹងសុំលុយប្រពន្ធ2000មិនអោយទៅចងកសម្រាប់ខ្លួនដែរឃើញទេវាកំហឹងអទោសៈហ្នឹងវាកើតឡើងហើយធ្វើបាបតែខ្លួនឯងដុតតែខ្លួនឯងហ្នឹងទឹកអាចបណ្ដែតទូកបានប៉ុន្តែទឹកក៏អាចពន្លិចទូកបានដែរទឹកអាចឲ្យសេចក្តីសុខដល់មនុស្សបានទទួលទានងូតឬក៏ប្រើប្រាស់អីផ្សេងប៉ុន្តែទឹកហ្នឹងក៏វាអាចសម្លាប់មនុស្សបានដែរអញ្ចឹងហើយបានព្រះពុទ្ធព្រះអង្គសម្ដែងថាបើអ្នកទាំងឡាយស្រឡាញ់ខ្លួនចូលរក្សាខ្លួនឲ្យល្អ